លោកមកបានបាត់ចូលព្រុសលោកទៀតព្រះមកបានបាត់ជេរព្រះទៀតបានព្រះអង្គចងអត់ថាណែលោកសេដ្ឋីកាលមុនជេរតថាគតខ្លាំងបានទៅកាត់ជាឆ្កែហើយឥឡូវមកជេរទៀតទៅអបជ័យបានឆ្កែនោះភ្ញាក់អលឹកមើលខ្លួនអញជាឆ្កែមែនរត់ទៅពួនក្រមផ្ទះខ្លោបទៅខ្លោបលកជាបានដឹងថាអជីវិតកើតជាមនុស្សនេះស្លាប់អត់ទៀងទេបើមានបុណ្យខ្លះស្លាប់មកបានកើតជាមនុស្សវិញបើមានបាបខ្លាំងស្លាប់ទៅអត់បានមកមនុស្សទេហើយបើបានស្លាប់ទៅកើតជាសត្វមូសជាសត្វខ្លាចប់ហើយញោមមិនដឹងថ្ងៃណាបានមកមនុស្សទេព្រមដែលឃើញវាធ្វើបុណ្យផងអាសត្វខ្លាមើលក្នុងឯកសារសត្វខំតែគេមួយថ្ងៃអនុបាបរហូតមួយជីវិតហើយបើអាសត្វមូសវិញនិយាយពីខំទាំងនិយាយខំទាំងតាខំទាំងអាចារ្យខំទាំងលោករត់តែប្រកេះទៀតមួយជីវិតវាមិនដឹងថ្ងៃណាបានរួចទេបើវាគ្មានឃើញធ្វើបុណ្យឃើញតែដើរខំគេទៅរហូតដូច្នេះបានកើតជាមនុស្សនេះប្រសើរថ្លៃថ្លាព្រោះមានបញ្ញាអាចដឹងខុសដឹងត្រូវប៉ុន្តែអាសេចក្តីស្លាប់មិនទៀងមិនដឹងថ្ងៃណានឹងបានលោកផ្ដាំថាឲ្យខំធ្វើបុណ្យបដាទុកឲ្យហើយបើស្លាប់ទៅជាយើងបានបុណ្យនោះបានមកកើតជាមនុស្សបុគ្គលពួកខ្លះគេបបួលលះឲ្យទៅធ្វើបុណ្យចេះតែប្រកែកជជែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យទៅមិនកើតទេដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិថៅនោះគេសែងយកទៅដុតទៅកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅបុគ្គលបែបនេះហើយគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សោះស្មាននេះខុសសោះមិនស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រោមមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនេះឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងមិនទៀងទេណាលុះខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចផ្សាមកកើតជាប្រែតរស់អត់អាហារតើទ្រព្យសម្បត្តិឯណាមកជួយយើងបានដូច្នេះហើយមានទ្រព្យតិចតួចមានការចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់តែខ្លួនស្លាប់ទៅអាសាសូន្យសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបុណ្យឲ្យជួនកាលឲ្យតាអាចារ្យហៅឈ្មោះអត់បានចូលទៅអត់បានចូលប្រគិននេះផងទៅពេលដាច់ជាឆ្នាំងបាយទម្លុះកបិតបន្ទូបញ្ចុះកំពុងគ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាត់តក់ថាសដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងឯពីទៅទិញអាប្រឡងប្រហោងក្នុងគេដាក់លក់នោះយកមកវះទៅសបកកេះនៅទីក្នុងយហោឃ្លុងនោះគ្រឿងមាសគ្រឿងស្ពាន់តក់ថាសដែលខ្លួនបំរុងគេទុកចែកគ្នាហេតុដូច្នោះនៃររូបប្រុសស្រីគួរតែគិតអនិច្ចាស្លាប់ទៅជាខ្មោចអាសោចវេទនាមិនមានអ្នកឯណាកំដរទៅផងឡើយមានតែសិលមានតែទាននេះទេជាស្ពានចម្លងជាទូកជាក្តារជាវាយចែកឆ្លងរួចនាំរំលងវាលវត្តសង្សារនេះទៅបានណាញោមណាចឹងបានលោកថាឲ្យធ្វើបដាទៅការស្លាប់វាមិនទៀងអញ្ចឹងព្រោះហេតុអីស្លាប់រាល់ថ្ងៃនេះមានប្រមាណប្រភេទញោមស្លាប់មានច្រើនប្រភេទប៉ុន្តែអាត្មាសង្ខេបដោយខ្លីមានអ្នកខ្លះស្លាប់អង្គុយស្លាប់ឈរស្លាប់នៅពេទ្យស្លាប់នៅផ្ទះប៉ុន្តែមិនចង់និយាយទេថាស្លាប់សង្ខេបដោយខ្លីមាន4ញោមញាតចាំស្ដាប់មើលស្រឡាញ់មួយណារើសយកមួយនោះថាអាត្មាមួយណាក៏មិនរើសដែរស្លាប់ទី1គេថាអាយុខយៈមរណៈស្លាប់ដោយអស់អាយុទី2កម្មខយៈមរណៈស្លាប់ដោយអស់បុណ្យទី3ឧបយៈខយៈមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាទី4ឧបឆេតកកម្មមុនីស្លាប់ដោយកម្មពៀមកកាត់ផ្ដាច់ស្លាប់ដោយអស់អាយុខៃមនុស្សសពថ្ងៃចាប់តែពី75អីឡើងទៅនឹងអស់ភាគច្រើនបំផុតជុំវិញ100លើសពី100ក្រោម100ជុំវិញ100នឹងឯងអាយុខៃមនុស្សអញ្ចឹងបើនរណាបាន8 9 100នឹងសំរុំហើយគាត់ស្លាប់ទៅព្រោះរូបរាងកាយគាត់វាចាស់ទ្រុឌទ្រោមហើយភាសាអ្នកឥឡូវគេថា expire ហើយហូដលេព្រឺអីលែងកើតដែរបើអាយុវានៅតិចបាក់ថ្មិញតថ្មិញបាក់ឆ្អឹងតឆ្អឹងបាក់ដៃតដៃដល់ចាស់មែនតែនដូចកង់អញ្ចឹងឯងខូចកង់ដូរកង់ខូចកម្មដូរកម្មខូចនឹមដូរនឹមអាទេសអីចឹងដល់ពេលវាចាស់វាពុកព្រុកមែនតែនទៅកវត្តចោលទិញអាទេសថ្មីទិញកង់ថ្មីណាញោមណារូបរាងកាយយើងអញ្ចឹងដែរនេះបានគេហៅថាស្លាប់ដោយសារអស់អាយុទី2គេថាស្លាប់ដោយសារកម្មខយៈមរណៈដោយសារអស់បុណ្យមនុស្សយើងអ្នកខ្លះគាត់និយាយប្រមាថថាអូយអញគុំតែខ្វល់អញមិនទាន់ទៅវត្តទេអារឿងវត្តពូគុំតែទៅទេប៉ុន្តែពូទៅនៅថ្ងៃដែលគេហែពូយកទៅដុតនឹងទៅមកអ្នកខ្លះគាត់ថាខ្ញុំមិនទៅសុំសិលទេចាំរលុយឲ្យបានច្រើនទៅទិញសិលយកហ្មងទិញទៅគេលក់ឡោយអ្នកខ្លះគាត់ថាអូយគុំតែខ្វល់សម្បត្តិមនុស្សហ្នឹងណាវានៅទាំងសាច់ខ្លែមហើយនឹងស្រាហើយតែបានអានឹងទៅវាសម្បត្តិមនុស្សហើយសម្បត្តិទេវតាមានតែទុកហើយនឹងទៀននោះហើយសម្បត្តិនៅទៀនមានតែមកហើយចដីទៅភ័យអីកុំតែខ្វល់រលុយរកកោឲ្យតែបានចាយវាគ្រប់គ្រាន់ទៅគាត់ថាហ្នឹងឯងថាសួរគាត់ស្រាប់តែបានលុយចាយទិញផ្ទះធំមានឡាននេះតែស្លាប់ព្រោះលុយនៅសោះឯងក៏ស្លាប់ខែងថាឲ្យតែមានលុយកាក់ចាយមានបាយហូបគ្រាន់អាហ្នឹងឯងសុខសប្បាយហើយឥឡូវមានហើយមិនក៏នៅស្លាប់អ្នកខ្លះស្លាប់ទៅអាយុ20 30 40កម្លាំងក៏នៅសាច់ក៏នៅឆ្អឹងក៏នៅមាំលុយក៏នៅមានឡានតំទិញថ្មីផ្ទះតំធ្វើថ្មីដីតំទិញប្រហែលហិកតាទៀតជាការស្វ័យចាត់ទីការម្រិចហើយមិនក៏ស្លាប់ដោយសារអស់បន
mình men đời xa ở trọp sầm bát đi ở bon trọp sầm bát nơi miền bên ở bon stray mà nè stray nâng chung một niềng xe đền điอายุผมbayถึง10 สะอาดนะสะอาดเชียงอาตมาปีเรียนกะลักดองอันนี้ตามสมานปันใต้จะเจ๊เรื่องรูปไม่นิយាយประดาวเหมือนสดับสัตย์ท่าไม่นึกจักกับเรื่องแต่ชื่อใส่บนบาปเมียนรูปแปลกเมียนพรุ่มเมียนเทวดาใส่คมแต่ชื่อติดจักกับเรื่องไอ้การเมาประเพณีวัดปะทอไอ้เหมือนคอมเรียนโซ่แต่แสดงเอาจ่าตุ้มแสดงจ่าตุ้มนึงหรืองงหมดดังไอ้กลุ่นไอ้ปรังรอตรวจแมนสมศึกษาโรบันมีปันลอยกะชราตึงมีกองตกก็อยู่ให้อายุตั้งใบม้วนดอกซ่อมลอยบานชราอดเชื่อบอลทั้งไงมวยทั้งไงอยู่ปอสดดาวมอกนองวัดเย่ๆหางทัชจาเอ้ยมันไหนมาจังเพื่อเพศเจ้าประกินประซองยอบอลนั่นไงเอาปอสดเสียบแต่เงี้ยมาเตสนาด่าเย่ๆแต่มองเย่ไอ้ชนะออกปันนั่งให้ในชาวที่ตั้งชื่อโลกไอ้เมียนบอลมีตีนไอ้ถึงของชื่อไอ้จักกับเรื่องเจ้าของชื่อชาวในชาวแสดงเอาเย่ๆมาแชร์เย่ๆสปักมุกแต่มองอันหายตีถือบอลคิดตีเอาให้มันไอ้เต้เนียงทำไม่ทาตั้งเนียงตลอดแต่เตี้ยบานปีใบไงสลับชอลโกอ๋อขมิ้นซอกชอลโกสลับได้นั่นแหละสลับเตอร์ออนเมียนบอลในการจิมมนุษย์ในการจิบแปรออดจิมในยาฮานในขนมปรีกับไหลกิเจ้าขมาวมากระไรใบบุญชนำกรอยมาเนี่ยสองเนียงนั่งบ่อเตะลุโดโรซีโดยกี่ลุกระเชงลุจึงลุละยังจังทั้งยกแต่นาเด็กแต่นั่งสาบตาตาก็ชกสำราเตะขนมดองปรีนั้นโซริยาออสดองกุดลุตประโซแซงตือตาตาดอกโกดอกกระใบดำใบตะโฮมองปลุกกิท่ามองขมาวเจงดาวโรซีแปรนั่งวิจัยมาเมลสลับแต่เคยมกตานั่งก็สกอร์ปังหานครูในเคยเพลดลูกตาสกอร์ขยมไม่อดตาตายรถแยกกระย่างฮีใส่เจลูกก้อยนายจิขมาวจิปรีจงลงปลายขยมเมนติลูกตายมชมเซเรนีในสระพุ่งจมวยลูกตาได้มีนจำได้อ้าวใจเซเรนีสลับมาไปบุญชนะมาจะใจแต่การดีน่าถ้าลูกตาขยมการในชิมนุษย์ขยมประมาทมือเงยประซองมือเงยจ่ามือเงยเยตามือเงยไม่จือบอลบาปไอ้ขยมจือขยมเมียนสลับทัวบอลสักแต่ขยมสลับมาการจือแปรออกจำนายยาหาบานขยมจือทาแล้วเมียนแปรแมนขยมเมียนกรรมทุนนะมันนายเตะเสียบานเตลูกตาปรับไม้ขยมพองทำมีขยมกบในกราวเกลียกับลายขยมเด็กบ้วนแซนกับปนักกอดกายใจเมาหอยใบจีปีมาจำนายทัวบอลในขยมพองมาจำนายตัวกอดใจเบียจ่อบาลเซนจีกอดมันบานช่วยขยมเตมันดังไงใครชนะนาขยมรุติกำนายปลายในเตลูกตาคอมเพล็กนะประดังแต่ปนักบักสมาลตัวเป็นตื่นอันนึงที่ปังหานมาเพลดตาเรียบจอมกับไหลเด็กนึงน้องมายกตื่นอาตมาใช้แต่ซาตาอันนั้นใช้แต่สำรานลุกได้นะอาตมาสมัยวิ่งทางเบอร์กันเชียอาตมาวิ่งมายุบนึกไม่รู้ดิกูจำมือหรือมันเขยเมาเตี้ยบ้านใหญ่ขึ้นนี่đó là ta nó lụa mà giúp phải lâm lái bò tê tranh màu tiết bên mà đón tia dây nâng chụp à tê dây trong chụp con dây trong chụp con anh nhớ dây nó có bông chư đây từ tôi phơi ngược láng bằng phơi nói rút mà hả cái na con cho mình ăn thả lục dây nâng nông prey không mau như nó thế bằng hai cái luôn tham anh thả ở lục dây nâng á chui qua miệng nâng còn kề cả lại miếng đê chứ thả bồn xài thả bà nã nó ở bay thứ bồn là miếng phong miếng thả bồn mình phơi bồn là miếng tê ở đằng khai năm năm miếng bàn cao chỉ mà nuôi tê ở lục dây không thực sự tiền phong dây nâng qua miếng nâng bàn miếng mong coi căn sờ nóc thảm mạch khởi tê con trong miếng trong bàn con mình chưa bòn sóc con chưaแต่dropสมบัติmiếng bàn mà giang là lấy dropสมบัติcon ở miếng bát tê con slap đời xa hai đây con slap đời xa conออกบอลมันmiếngออกลุยtêถ้าcon miếngออก drop đây bà con bàn phơi bอลคลาสนะcon mình toàn slap tê chẳng con slap đời xaออกบอลnày mà bị conออกแต่แทนบอลมันnàyได้จำไม่ถือบอลเอาbàn dây nâng phơiบอลเอาcon nâng bànตัวพอnâng từการทานสู้tới dây nângออกอายุtới là xa sờ pram trăm sờ cầm bấyออกอายุtừการทานสู้chuộtเนี่ยจีแม่ให้con nâng màยกไปน้องตีเตอร์จีตีไปตีดาวตะกอกเนี่ยเตอร์เลิกล้างไปเจ้าท่าสลับได้สารออายุนั่งคืนออกบอลนั่งคืนจังให้บ้านขมายยังเมียนประวัติมวยคือเพื่อบอลจำรังไปจนโดยเปียท่าศพเขาปนยักษ์สาวจียาวนาก็สร้างสันสมบอลนั่นนั่งบ้านสิกระไดศพจังเพื่อสลับได้สารออกบอลยังคอมเพื่อบอลไปโจลคนยังก็มาฉับออกนั่นยังนะโดยเนี่ยเปลือกตะเปียงนั่งเบอร์ถัดดองตะเปียงเปลือกออกจับตะไคร้ก็มาไปฉับออกเปลือกกุยออกเลือกไปโจลเปลือกตะไคร้เปลือกแกเด็กแกออกเลือกไปโจลแกตะไคร้cho dương luôn nơi đại sa bồn nâng dương phải cho bồn phải thèm nhôm những miếng bồn cháo này nhôm chưa sớm mai parang thì slap off mà cái nó anh prom slap sớm mai bị chặt sập pram mà em xong ông là tây văng vít bê xanh con đưa slap cắt từ lẽ lăng hồi xanh bên mình thì slap bị lót anh prom slap sớm mai bay năm bằng bay khai mà thấy ngày thì canh thì chích pre chích và lại thì cũng ọt bay hộp tập bò cô chơi thì slap rồi rọp liền này anh prom slap ấy màสมัยสอนตัวโรคอิสลามออกรอบเมืองนี่เองผมสลับติ้งมาโควิดจงคอยที่มาประมูลออกมากันนอให้ที่ตื่นรอให้เองผมตื่นเกสมาไปให้ได้หนึ่งให้อดจึงไหลเตะเนี่ยเมียนบอลมันตอนออกบอลกึ่งจัง
គេបង្អត់បាយវេទនាលំបាកអ្វីក៏មិនស្លាប់ដែរប៉ុន្តែបើអស់បនវិញឲ្យនៅតែក្នុងផ្ទះឲ្យស្រួលសោះក៏ស្លាប់ដែរដូចយាយមួយនោះអញមិនទៅហែកឋិននេះអញខ្លាចអាយុខ្លីអញដាក់បើអ៊ីដេកសិនគេហៅទៅហែកឋិនមិនទៅគេទៅអស់ស្រាប់តឡានដាច់ចកោតបើដាច់ចកោតមកវាចកោតចូលមកគាត់ស្លាប់ដល់ក្នុងផ្ទះបាទអាត្មាថាណែមនុស្សអស់បនអញ្ចឹងអាគេទៅហែកឋិនជីរាប់យូរអត់អីឯងមកនៅក្នុងផ្ទះក៏ស្លាប់ដែរហេតុនេះហើយយើងកុំឲ្យអស់បនធ្វើបន្ថែមទៅណាញោមណាឯទី3អស់ទាំងអាយុទាំងបនកំណាលគ្នាទី4ឧបច្ឆេតកកម្មមុនីមានកម្មពៀមកកាត់ផ្ដាច់អានឹងដូចដើរទៅមានគោមានខ្យល់មានផ្ទះហើយទៅឬក៏ថាបាក់មេឃឈើសកត់អីចឹងទៅអានឹងហើយគេហៅថាកម្មពៀរបស់យើងវាមកដល់យើងធ្លាប់ធ្វើបាបអាយុប៉ុណ្ណឹងពីមុនមកអញ្ចឹងញោមបើអត់មានកម្មពៀទេញោមដើរព្រៃញោមដើរវាលអត់ភ័យទេអត់បញ្ហាទេបើអ្នកអត់មានកម្មពៀមិនងាយស្លាប់ទៅមកញោមណាអញ្ចឹងហើយក្រោយពីស្លាប់ទៅអ្នកនៅរស់ធ្វើបន់ជូនអ្នកស្លាប់មាន3អ្នកនៅរស់គេធ្វើបន់ជូនអ្នកស្លាប់ទៅមាន3បន់អានឹងរួមដោយសង្ខេបទី1គេហៅថាបន់សពឬហៅថាបន់មរណៈសង្គ្រោះអ្នកស្រុកស្រែខ្លះហៅថាបន់ខ្មោចទី2គេហៅថាបន់ជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពទី3គេហៅថាបន់តក្ខិណានុបទានឥឡូវលើក3បន់នឹងមកនិទានជូនញោមទី1បន់មរណៈសង្គ្រោះគឺសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នៅក្នុងសង្គមនេះបើយើងមានអ្នកស្លាប់ហើយមានភ្ញៀវមកច្រើនអញ្ចឹងវាជាលទ្ធផលមួយបង្ហាញឲ្យឃើញពីរឿងខាងដើមមកពីកូនចៅម្ចាស់បុណ្យនឹងធ្លាប់ទៅជួយគេដែរមកពីលោកយាយលោកតាអ្នកម្ចាស់បុណ្យនឹងធ្លាប់ទៅជួយអ្នកស្រុកអ្នកភូមិដែរបានគេមកហ្នឹងបើសិនជាអ្នកណាបុណ្យក៏មិនទៅអ្នកណាវិធីអីក៏មិនដែលទៅអ្នកណាស្លាប់ក៏មិនទៅដល់ពេលយើងមានរវល់គ្មានមនុស្សមកទេទៅរកអាចារ្យមិនស្រួលចំអាចារ្យរវល់អស់ទៀតដូច្នេះហើយក្នុងសង្គមនេះលោកហៅថាសង្គ្រោះគ្នាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ត្រង់ថាគ្នាបាត់បង់ម្ដាយជាទីស្រឡាញ់ហើយមានទុកមួយបើសិនជាអ្នកស្រុកអ្នកភូមិមិនអើតមិនឈ្ងោកទេគ្នាមានទុកមួយទៀតទុកពីរព្រោះគេអត់អើតឈ្ងោកអ្នកចូលសាសនាដទៃខ្លះកំពុងតែស្ដាយក្រោយដល់ពេលម៉ែឪស្លាប់គ្មានពីណាទៅអើតលោកក៏មិនទៅអាចារ្យក៏មិនទៅស្ដាយខ្លួនហ្មងអញជនជាតិខ្មែរតសញ្ញាណប័ណ្ណដាក់ថាការសាសនាពុទ្ធមិនក៏អញក្បត់ជាតិសាសអញអញ្ចឹងស្ដាយក្រោយរាន់ញោមហើយសង្គ្រោះទី2អានេះសង្គ្រោះទី1ដល់ក្រុមគ្រួសារអ្នកស្លាប់យើងមកជួយគេថ្ងៃក្រោយគេក៏ទៅជួយយើងវិញដែរសង្គ្រោះទី2សង្គ្រោះដល់អ្នកដែលស្លាប់ទៅប្រកបដោយធម៌4យ៉ាងទី1មកចូលចាប់មគ្គផលមានន័យថាគេមិនមែនចង់បានអីពីយើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អានក៏ចូលចាប់មគ្គផលនរណាមានជ័យនរណាមានមលូស្លាបច្ច័យអង្គលុយកាយក៏មកចូលទៅទី2បយវច្ចៈជួយស្មោតជួយសូត្រធម៌អាជួយនិយាយណែនាំក្មួយឲ្យធ្វើអញ្ចេះចៅឲ្យធ្វើអញ្ចេះទៅគ្នាកំពុងតែកើតទុកគិតអីមិនចេញទី3ហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាកុំចាំតែគេជួលអីចេះអីក៏ជួយនឹងទៅយាយខ្លះចេះតុបតែងផ្កាយាយខ្លះចេះរៀបចង្ហាន់ចេះក្រាលអាសនៈជួយគ្នាទៅគ្នាកំពុងមានទុកអានេះគឺថាសង្គ្រោះទី3ឯសង្គ្រោះទី4គេហៅថាសមានណត្តតាទម្លាក់មាននេះឲ្យស្មើប្រកាន់កុំឲ្យប្រកាន់ថាយើងអ្នកមានយើងអ្នកធំមិនទៅជួយអ្នកក្រីក្រអត់ទេជីវិតមួយដូចគ្នាកើតមកជាតិធាតុប្រមាណរស់កើតមកជាតិធាតុមួយចានរស់ប្រមាណស្លាប់ប៉ុណ្ណឹងទាំងអស់គ្នាហ្នឹងទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនកប់ដុតទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនមកកញ្ចប់ទេភ្នោមួយតែប៉ុណ្ណឹងដូច្នេះហើយអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់បានប្រពុតលោកដាក់ថាត្រឹមតែជីវិតមួយដូចគ្នាជួយគ្នាទៅនេះគេហៅថាបុណ្យមរណៈសង្គ្រោះមានន័យដោយខ្លីថាមិនចាំបាច់តែគេអញ្ជើញទេឬតែតំណែងមកណាញោមណាព្រោះអ្នកស្លាប់អត់មានដាក់ប្រូក្រាមមុនទេអានេះបុណ្យមរណៈសង្គ្រោះដល់ទី2គេនាំគ្នាធ្វើបុណ្យជាបណកិច្ចជាបណកិច្ចគឺការរៀបចំទុកដាក់សពតាមប្រពៃណីសមគួរដល់សាសនាបើញោមចង់ស្ដាប់រឿងនិទានពីផ្សេងអាត្មានិទានឲ្យញោមស្ដាប់រឿងនិទានប្រទេសផ្សេងណាញោមគេរៀបចំទុកដាក់សពហ្នឹងវាមាន4របៀបប៉ុន្តែរកឃើញមែនទែនកាន់តែច្រើនណាស់ឥឡូវប៉ុន្តែយើងសម្ដែងជាគោលមាន4របៀបទី1គេយកទៅបដែតទឹកទន្លេខ្មែរយើងពីសម័យហ្វូណនចេនឡាបូជាឲ្យកើបផេះកើបខ្ជុំយកទៅដាក់ក្នុងទន្លេអ្នកមានកើបផេះកើបធៀបដាក់ក្នុងកោតមាសកោតប្រាក់កោតសម្រាប់យកទៅតម្លាក់ក្នុងទន្លេក្នុងស្ទឹងក្នុងបឹងអ្នកក្រគ្មានសម្រាប់មាសប្រាក់អង្គគេក៏អមដីកើបដាក់ខំឆ្នាំងយកទៅដាក់អង្គគេឥឡូវហ្នឹងក៏នៅមានអធិពលធ្វើបែបហ្នឹងដែរថ្ងៃទី2ទី3នេះបូជាសម្ដេចអគ្គមហាសង្ឃរាជទេពវង្សហ្នឹងក៏ត្រូវយកប្រធានហ្នឹងទៅដាក់ក្នុងទន្លេចឹងដែរដូច្នេះនៅមានខ្លះប្រវត្តិអ្នកដែលជឿទៅលើទន្លេហ្នឹងជនជាតិឥណ្ឌាញោមមកគេជឿទៅលើទន្លេកុងគាគឺជាទន្លេមួយដែលហូរចេញពីភ្នំជាង 3000 ឆ្នាំកន្លងមកហើយដែលគេយកធៀបទៅចោលអ្នកស្រាវជ្រាវថាបាតទន្លេកុងគាកម្រះចង់ប្រហែលជាង2 ម៉ែត្រ
អាត្មាធ្លាប់ទៅដល់តំបន់មួយដែលលើទៅក្នុងលខោនគេហៅថាទីក្រុងពីរិណសីទៅដល់នោះទីក្រុងចាស់បុរាណមែនគេហៅថាវ៉ារ៉ាណសីអាត្មាថាអូអញមកដល់ពីរិណសីធ្លាប់ទៅលើក្នុងលខោនអ្នកខ្លះគេហៅឈ្មោះថ្មីថាបេណារ៉េសមានសន្តាគារធំនៅនឹងមាត់ទន្លេកុងគាទីក្រុងហ្នឹងនៅទន្លេកុងគាសន្តាគារធំហ្នឹងគេដាក់ឈ្មោះថាសន្តាគារចាំស្លាប់ហើយមានទីប្រឆាជាង80ទីប្រឆានៅតំបន់នោះភ្លើងឆេះតាំងពីព្រឹកទល់យប់តាំងពីយប់ទល់ព្រឹកខ្មោចគេដឹកពីទីចិត្តទីឆ្ងាយមករុំកណាត់ក្រហមដាក់លើដបូលឡានតាក់ស៊ីជាប់មកអាត្មាស្មានតែដឹកកូនឈូកមកដល់តថ្លៃអាចារ្យភ្លុកត្រូវតម្លាក់ឲ្យដុតរោលបន្តិចទាញតម្លាក់ក្នុងទឹកអូគេដឹកពីឆ្ងាយមកមនុស្សជីនៅពេញខាងក្រោមដាក់ខ្មោចពីលើអត់មានខ្លាចអីបន្តិចហើយដល់តែពេលទីប្រឆាហ្នឹងគឺដុតគ្មានប្រទេសគ្មានតំណេសោះហើយអ្នកណាដែលគេមានលុយគេទៅជួលសន្តាគារធំហ្នឹងគេហៅសន្តាគារចាំស្លាប់គេយកម៉ែគេទៅជួលបន្ទប់ដាក់ដើម្បីឲ្យគាត់ស្លាប់នៅចិត្តហ្នឹងវាចិត្តផ្លូវទៅឋានសួគ៌គេយល់ថាអាតលេហ្នឹងហូរទៅឋានសួគ៌ហើយដូច្នេះតែបងធាតម៉ែឲ្យគេចូលហ្នឹងទៅឋានសួគ៌ហ្មងហើយគេអ្នកមានលុយមើលតែម៉ែឲ្យគេទាំងហើមបន្តិចគេទៅជួលបន្ទប់ដាក់ឯលាន់ហើយឥឡូវបន្ទប់នៅទន្លេច្រើនណាស់ខ្ញុំណាចង់ជួលតែថ្មអត់ទេនិយាយពីអ្នកក្រអត់មានលុយជួលបន្ទប់គេដេកតាមមាត់ទន្លេឲ្យលកើតជាមួយនឹងគោបើយើងទៅហ្នឹងតឡម៉ោង3ម៉ោង4ឡើងទៅព្រោះឡានទៅថ្ងៃទៅអត់ចូលដល់ទេដោយសារមនុស្សច្រើនពេកពីស្ទះគេឲ្យឡានធំចូលទេអាត្មាទៅម៉ោង3ម៉ោង4ដើរសឹងតែជន់ហើយតាហ្នឹងគាត់នៅសម្រាននៅមាត់ទឹកហ្នឹងធ្វើអីសួរទៅគេថាគេសម្រានចាំស្លាប់បើវាស្លាប់ទៅចិត្តមាត់ទឹកចិត្តគេទាញតម្លាក់ទៅឋានសួគ៌ត្មងចេះមានចឹងដែរដល់ទៅពេលអ្នកនៅឆ្ងាយចិត្តក្បែរនោះល្មមពេលស្លាប់ទៅគេហែមកញោមដល់គេហែមកគេលេងគេវាយឲ្យទៅហឹងវាយឲ្យទៅហឹងអើងកងគ្រុំក្រាំងទៅអាចារ្យភ្លុកដើរពីមុខគេហើយអ្នកសែងខ្មោចទាំងអស់ហ្នឹងជុំវិញហ្នឹងហើយអ្នកហែគេស្រែកឲ្យទៅហឹងអាចារ្យស្រែកមុខគេហើយអ្នកស្រែកឲ្យទៅហឹងយើងអត់ដឹងឆ្ងល់រត់មកមើលគេធ្វើអីគេចេះអ្នកនៅមុខគេស្រែកថារាមណាមសច្ចហេអ្នកហែរបស់គេស្រែកថាហេប៉ុន្តែសលេងគេមិនដូចសលេងអាត្មាទេសលេងគេមានខោស័កគេមានខោស័កគេចេញឡើងគូលញោមរាមណាមសច្ចហេហេគេថាឈ្មោះអ្នកស្លាប់ហ្នឹងបានទៅឋានសួគ៌មែនទេសច្ចហេគេថាពិតមែនឈ្មោះអ្នកស្លាប់នេះបានទៅឋានសួគ៌ពិតមែនទេពិតមែនដល់មកដល់គេដុតរោលបន្តិចតម្លាក់ក្នុងទឹកនឹងទៅញោមហើយនិយាយឡើងទូកជាមួយអាត្មាទៅដល់កណ្ដាលទន្លេនឹងទាញដបម្នាក់មួយជាមួយទឹកនឹងយកមកទុកលុកមកគេថាទឹកលាងបាបព្រោះខែខ្លះគេនាំគ្នាកាត់ពីខេត្តផ្សេងមកគេមូលទឹកលាងបាបអាត្មាមានយកជើងប៉ះក៏ឃើញខ្មោចដណ្ដប់ពីមុខក្រោយនិយាយហ៊ានជាមួយយកមកទុកលុកមកប៉ុន្តែអាត្មាទឹកនោះគេបូមយកមកទៅទឹកសុទ្ធលក់ពេញនោះអាត្មាបានឆាន់គេដែរតែឡើយគេដាំស្លោយកទឹកនឹងស្លោបានឆាន់គេដែរនេះមួយបែបខ្មែរយើងសម័យពីដើមនៅខាងបាត់ដំបងនៅខាងទន្លេសាបខេត្តទឹកដល់តែលិចអស់គ្មានកន្លែងបូជាគេបដែតចោលដែរហើយមានពីដើមដល់ឥឡូវអាត្មាចុះទៅសាកសួរមើលអត់មានទេអត់មានបដែតចោលទៀតទេប៉ុន្តែមានតម្កល់មានដាក់ក្នុងមជ្ឈុះលើកដាក់លើពាក្យព្រះហ្នឹងហ្មងហើយបានគេរកកន្លែងបូជាអីមានខ្ញុំណាឥឡូវឡើងមានបដែតចោលហើយបដែតក្នុងទឹកហ្នឹងប៉ុន្តែគ្រាន់តែមានបូជាយកទៅរួយក្នុងទឹកមានមកបែបទៀតជំនឿអ្នកស្លាប់ទៅគេយកទៅចោលក្នុងព្រៃនៅប្រទេសអេស្គីមូគេមានតកកច្រើនគេជឿថាតយកសពនឹងទៅដាក់នៅលើតកកហ្នឹងម៉ែគេបានទៅឋានសួគ៌ហ្មងមកលោះហើយឲ្យតែស្លាប់គេយកទៅដាក់លើភ្នំតកកហើយនៅអាហ្វ្រិកាមួយនោះគេយកទៅដាក់ក្រោមដើមឈើហើយគេនាំគ្នារាំជុំវិញគេថារាំនឹងជូនដំណើរគាត់បានទៅឋានសួគ៌ហើយឯចំណែកមនុស្សកើតមកគេនាំគ្នាអង្គុយយំគេថាយំហ្នឹងកើតមកមិនបានយំគេថានាំទុកមកអ្នកស្លាប់ទៅផុតទុកហើយគេរាំគេសែកខ្មោចទៅរាំទៅមកបែបរបស់គេចុងទៅហើយដល់តែអ្នកខ្លះយកទៅចោលក្នុងព្រៃនៅប្រទេសឥណ្ឌាពីដើមគេចោលលកេលកោតប៉ុន្តែឥឡូវគេធ្វើកន្លែងចោលជុំគ្នាញោមបើញោមទៅដល់កន្លែងគេចោលខ្មោចហ្នឹងទៅដូចឡអញ្ចឹងធំមកគេធ្វើកផែងជុំវិញអញ្ចឹងញោមទៅអើតមើលព្រះហើយអាចាស់ក៏មានអាថ្មីក៏មានដូចពហុអញ្ចឹងញោមឲ្យព្រាតត្មងទាំងខ្មោចក្មេងទាំងខ្មោចចាស់គេដាក់ចោលអញ្ចឹងប៉ុន្តែបើនៅម៉ុងហ្គូលីនិងទីបេខាងជើងគេចោលក្នុងព្រៃគេនិយមមានជំនឿថាឲ្យសត្វស៊ីបានម៉ែគេបានបនបានឪគេបានទៅឋានសួគ៌ម្ល៉េះហើយគេជឿទៅលើសត្វថ្មាតសពថ្ងៃមានថ្មាតជាង200ថ្មាតចាំចុះមកស៊ីសាកសពនៅខាងទីបេពេលគេយកខ្មោចទៅដល់ទៅអាចារ្យភ្លុកគេហៅដុំដេគេកាប់មួយកណាត់គេលះចឹងហើយគេដាក់ទាំងរៀបចឹងទៅហើយបានគេអញ្ជើញថ្មាតមកថ្មាតហ្នឹងវាមកមានរបៀបទៀតតម្រង់ជួរគ្នាមកវាមកស៊ីទៅគេធ្វើមុននឹងស៊ីគេធ្វើបាំងស្កូលបាំងអីគេទៀតណាហើយដល់ថ្មាតស៊ីហើយទៅកូនគេសប្បាយគេថាម៉ែគេបានទៅឋានសួគ៌ហើយគេរត់ទៅមើលអាលាក្បាលថ្មាតចុះប្រហោងប៉ុណ្ណាអាចារ្យគេទាញតាមប្រហោងនោះប្រហែលថ្ងៃទៀតគាត់កើតប្រហែលខែទៀតគាត់កើតចឹងមកអានឹងមានជំនឿនៅទល់សប្តាហ៍ថ្ងៃហ្នឹងអានឹងរឿងយកទៅដាក់ចោលក្នុងព្រៃខ្មែរយើងសម័យអង្គរមានខ្លះឥឡូវលែងមាន
ជំនឿមួយទៀតយកទៅកប់ក្នុងដីអាកប់ក្នុងដីនេះយើងរកឃើញភ្នូបុរាណនៅក្រិចនៅរ៉ូមនៅអេស៊ីបអូថ្លៃទៀតខ្ញុំរកឃើញមួយថ្លៃថ្ងៃមុននៅអាមេរិកគេទិញបានពីអេស៊ីបមកមួយអាត្មាទៅរកមើលគេដែរទិញសមុទ្រអត់តាន់គេទេគេចូលពេញទាំងអស់គ្រាន់តែខ្មោចម៉ាមីសោះហ្នឹងទៅដើមគ្នាមើលប៉ុន្តែគេឆ្ងល់ថាបុរាណហ្នឹងរាប់ពាន់ឆ្នាំហើយមិនដឹងដាក់ថ្នាំអីទុកឲ្យនៅរសាររៀងរើកើតនេះអានឹងល្បីណាស់សូម្បីតែអាកប៉ាល់ទីតនិចដែលលិចហ្នឹងក៏មានជំនឿខ្លះថាមកពីដឹកខ្មោចទីតនិចដឹកខ្មោចណែម៉ាមីមកដែរម្លោះហើយរកឃើញភ្នូបុរាណតាមបែបអន្តរជាតិមាន4ទី1គេហៅថាម៉ាមីសពគេបញ្ចុះដាក់បញ្ឈរឬលិតជង្គង់បញ្ឈរហ្នឹងគេហៅម៉ាមីសពមួយទៀតគេហៅដុលម៉ុងគេរកថ្ម3ដុំគេជីកដៅឲ្យជ្រៅទៅគេដាក់ថ្ម2ខាងគេដាក់សពនៅកណ្ដាលដាក់ថ្មមួយគ្របពីលើតែប្រែថាតក់ថ្មអាហ្នឹងដុលម៉ុងមួយទៀតគេហៅថាម៉ុងហៀគឺគេដាក់ថ្មមកផ្ទាំងពីក្បាលតនេចេញមកអើតមកថ្លឹលខាងលើនេះដល់គេកប់ទៅឃើញថ្មងើបមកថ្លឹលអាហ្នឹងសបោនៅអាមេរិកសបោណាអាហ្នឹងហៅម៉ុងហៀមួយទៀតខូខើបំផុតឥឡូវគេបិទចោលហើយគេហៅថាកប់សពសមូហភាពបើស្ដាច់ក្រាញ់បើសិទ្ធិអ្នកមានគេទៅលងតបោកឬលងភ្នំដាក់សាកសពនៅកណ្ដាលដាក់អ្នកបំរើព័ទ្ធជុំវិញកប់ទៅទាំងអស់ជាមួយអ្នកបំរើនឹងមកឲ្យទៅបំរើនៅស្រុកខ្មៅទៀតបែបនេះលែងមាននៅឥណ្ឌាមានប្តីស្លាប់ដុតទាំងប្រពន្ធទៅជាមួយទៀតក៏មានកប់ទាំងប្រពន្ធទៀតក៏មានដែរអាហ្នឹងក៏លែងមានដែរហើយមួយទៀតនៅខ្មែរយើងគេនិយមកប់សពដែរប៉ុន្តែមានប្រពៃណីអញ្ចេះខ្មែរយើងញោមញាតិដែរគាត់មានជំនឿមួយថាអាត្បូងអាហ្គេតហ្នឹងគឺរកឃើញនៅប្រទេសក្រិចមុនសាសនាយេស៊ូ1500ឆ្នាំនៅទន្លេអាហ្គេតត្បូងហ្នឹងគេជឿថាជាត្បូងស័ក្តិសិទ្ធិមួយឃុំក្រងព្រលឹងមនុស្សមេតបធំតែមានត្បូងអាហ្គេតហ្នឹងនៅតាមខ្លួនទាំងអស់មេតបបុរាណខ្មែរយើងក៏យកត្បូងអាហ្គេតហ្នឹងមកឃុំព្រលឹងដែរថាត្បូងហ្នឹងជួយវិញ្ញាណទី7អ្នកណាកាន់ត្បូងហ្នឹងអ្នកណាក្បត់យើងអ្នកណាធ្វើអីយើងឆាប់ដឹងយើងឆាប់យល់ជាពិសេសមេតបម្ល៉េះហើយគេយកត្បូងអាហ្គេតហ្នឹងមកឆ្លាក់ធ្វើជាឡតនិងធ្វើជាអង្កាំគេដាក់ទៅជាមួយខ្មោចម៉ែឪដើម្បីទាញឃុំព្រលឹងគាត់ហ្នឹងឲ្យទៅឋានសួគ៌កុំឲ្យព្រលឹងហ្នឹងបែកឆ្វេងទៅណាដល់តែពេលយើងសិក្សាឃើញអញ្ចឹងយកមកគេទៅកាយតំបន់ពោធិ៍សាត់តំបន់នៅប្រទេសមានជ័យឧត្តមមានជ័យកាយបានអាឡតយើងហៅថាឡតក្នុងឲ្យត្បូងអាហ្គេតនឹងយល់ឡតយកកម្មមកលក់រហូតដល់ទៅខាងរដ្ឋអំណាចគេចោះទប់ស្កាត់បើកុំចង់ដើរកាយភ្នូបុរាណអស់ឥឡូវរកឃើញភ្នូបុរាណឧត្តមមានជ័យប្រទេសមានជ័យបាត់បងពោធិ៍សាត់ហើយនឹងព្រៃវែងភ្នូបុរាណធំហ្នឹងខ្មែរយើងមានបញ្ចុះធ្លាប់ដាក់ពីងញោមពីដើមសម័យហ្វូណនចេញឡាដាក់ពីងហើយទៅអាពីងហ្នឹងកាយឡើងមកវិញសពថ្ងៃដាក់តាមវត្តអាពីងវែងហ្នឹងគេសម្រាប់បញ្ចុះសពថាញោមឥឡូវយកមកដាក់ទឹកឆានលាន់ដូច្នេះទៅឥឡូវគេបាត់អាភ្នូបុរាណហ្នឹងខ្មែរយើងកាយមានជំនឿរឿងពាក្យថាប្រឡងពាក្យថាប្រឡងប្រែថាគ្រឿងប្លង់យកទៅឲ្យខ្មោចប្រើយកទៅដាក់ទៅឲ្យខ្មោចប្រើបើខ្មោចគេយកទៅចោលក្នុងព្រៃគេដាក់ក្នុងព្រៃបើខ្មោចគេកប់ដីគេយកទៅកប់ដីដល់យើងទៅកាយរកឃើញរកឃើញបណ្ណាឆាកស្លាប្រដាប់បុកស្លាឃើញឈើច្រត់ឃើញកបិតបន្ទោះឃើញខ្សៀបានគេថាអាខ្សៀអាឈើច្រត់នេះតំណងបោះតាអាបណ្ណាឆាកស្លានឹងប្រដាប់បុកស្លាតំណងបោះយាយកូនចៅគេចង់ឲ្យយាយនឹងយកទៅប្រើនៅស្រុកខ្មោចគេកប់ទៅជាមួយដល់តែសម័យក្រោយគេបូជាដោយភ្លើងហ្នឹងក៏គេយកអាប្រឡងមកដាក់នឹងទីប្រឆាកន្លែងបូជាហើយគេឲ្យធូបឲ្យលោកតែឆាកណាញោមណាហើយដល់ពេលក្រោយមកទៀតយើងយកគ្រឿងប្រឡងយើងមកដាក់ក្នុងផ្ទះក្នុងរោងបុណ្យឲ្យលោកឆាកនៅនឹងតែហ្មងបានគេហៅប្រឡងមកពីដើមគេប្លង់ចោលនៅខាងរោងតម្រៃអាត្មានៅព្រៃវែងមានដាក់ប្រឡងអញ្ចឹងទីប្រឆាឲ្យតែបូជាសពឲ្យដាក់ប្រឡងឲ្យលោកប្រឆាគេឲ្យធូបពង្រាយមកគេទៅគោះទ្វារគាត់លោកហើយលោកអូដាក់ប្រឡងឲ្យក្រងពីពោដាក់សងក្តីទៅវឹងញោមមកឈើច្រត់មួយកសៀវទឹកមួយកលឹងទីប្រឆា3ជុំឆាកយកមកដល់លោកបាំងស្គលបានតែស្គរច្រើនលេខចិត្តចូលឆ្នាំនេះលោកចោលទៅដាក់ប្រឡងម្ដងឲ្យធូបបាយពរាពីទីប្រឆាមកដល់គាត់លោកតាគោះទ្វារពុកលោកតាថាប្រឡងមកអាត្មាអញដាក់ជាពោសងក្តីទៅឆាកសិនដើរ3ជុំអត់ឃើញប្រឡងសោះត្រឡប់មកវិញមកដល់គាត់គេលីហាប់លោកទៅបានបដៅព្រោះមានចឹងដែរដូច្នេះហើយមានជំនឿបញ្ចុះសពខ្មែរយើងមានកប់ទៅក្នុងដីហើយដល់ខែដល់ពេលវេលាកាយវិញគេហៅថាបុណ្យលើកធាតុណាញោមណារីឯចៅអធិការនិងអ្នកជាអិសរាជជនគេដាក់ឡតមានឡតដាក់ធ្វើដែកពឹកចំហុយទៅលើទៅក្រោមក៏មានឡតដីខ្សាច់ក៏មានឡតដីខ្សាច់គេលងស្នូកហើយគេដាក់សពទៅគេកប់ដីខ្សាច់តែ3 4ឆ្នាំកាយដីខ្សាច់មកនៅសល់តែឆ្អឹងដីខ្សាច់ស៊ីសាច់អស់អាហ្នឹងគេលែងសូវធ្វើហើយនិយាយពីចិនជនជាតិចិនគេកប់ភ្នូហ្នឹងចិនពីដើមនិងចិនឥឡូវខុសគ្នាចិនពីដើមគេមានជំនឿថាកប់សពម្ដាយនឹងឲ្យទាន់ព្រះសិអាមេត្រីហើយដល់ចិនសម័យថ្មីគេគិតទៅពីរឿងហុងស៊ុយគេទេតាមពិតទៅរឿងនិទានមកអញ្ចេះព្រះសិអាមេត្រីមានកម្មពៀជាមួយនឹងប្រកាសបៈព្រះកាសបៈដែលលោកបរិនិព្វានសពថ្ងៃនៅភ្នំមួយនៅប្រទេសឥណ្ឌានឹងក្នុងកុកកដាបាតកុកកដាការីហ្នឹងណាហើយភ្នំហ្នឹងលោកនៅបរិនិព្វានទៅភ្នំហ្នឹងវាក្តោបលោកទុកនៅក្នុងហ្នឹងនៅអេរិយាបថសមាធិតែញោមពួកជប៉ុនទៅថតយកបានរូបហ្នឹងមកគេថាដល់ជំនាន់ព្រះសិអាត្រាស់ដឹងឡើងលោកទៅបូជាសពលោកនៅលើបាតដៃហ្នឹងបូជាហើយទៅបានលោកសម្ដែងធម៌ព្រះសិអាមេត្រីសម្ដែងធម៌មនុស្សស្ដាប់ពេលនោះនឹងបានសម្ដេចមគ្គផល
តាន់អញ្ចឹងទៅជនជាតិចិនគេនាំគ្នាកប់ឲ្យតាន់ដំណាក់កាលនោះព្រោះចិនមានជំនឿទៅលើព្រះកសបៈខ្លាំងពីជំនាន់ដើមមកពីព្រះសិអាមេត្រីនិងកសបៈមានកម្មពៀពីរឿងមកតម្រៃប្រើតម្រៃឲ្យកាន់ដែកដុតក្តៅឲ្យគេមើលដើម្បីបានលុយតម្រៃនឹងវាគោរពចេតកម្មទៅមកតម្រៃនឹងកើតជាព្រះសិអាមេត្រីនឹងរីឯតម្រៃនឹងជាកសបៈនឹងមានកម្មពៀគ្នាអញ្ចឹងបានព្រះសិអាមេត្រីទៅបូជាសពលើបាតដៃនឹងវិញហ្នឹងណាហើយដល់តែចិនសម័យថ្មីផ្អើលពីរឿងហុងស៊ុយគេតណាលពីបរោះម្នាក់ហ្នឹងម្ដាយស្លាប់ទៅអត់មានកន្លែងកប់ម្ដាយក្រពេកបីខ្មោចម៉ែដើរទៅឃើញធ្លុកកបីដេកហើយក៏យកទៅកប់ធ្លុកកបីដេកនោះណាស្រាប់តែកប់ហើយពូនភ្នោទៅចេះទៅគោរពថ្វាយអង្គមព្រឹកល្ងាចទៅផ្អើលទេវតានៅជុំវិញហ្នឹងថែអាសាគាត់រស់ស៊ីមានដាច់គេមកភូមិនឹងខ្លាចជាអ្នកមានតាគាត់ថាអាហ្នឹងវារស់ស៊ីមានមកពីវាកប់ខ្មោចម៉ែវាចំដីមានបើមិនជឿឲ្យវាកោះទៅដាក់ឲ្យឆ្ងាយបំលែងមានណាតែគេបញ្ញុះគេថាណែឯងកប់សពម៉ែចំធ្លុកកបីហ្នឹងអន់ណាណោអាកពូលភ្នំអាខ្ពស់អាដីថ្លៃបានវាសមរស់ស៊ីកាន់តែមានជាងហ្នឹងទៀតគាត់នឹកឃើញថាអើកាលហ្នឹងអញក្រគ្មានលុយទិញដីឥឡូវទៅទិញអាកពូលភ្នំហ្នឹងដាក់តែហ្មងយកសពម៉ែកោះពីធ្លុកកបីទៅដាក់អាកពូលភ្នំហ្នឹងវាឆ្ងាយយកមកកាលនៅចិត្តនេះទៅថ្វាយអង្គមព្រឹកល្ងាចដល់តែឆ្ងាយមួយខែទៅម្ដងយូរមួយឆ្នាំទៅពីរដងយូរមួយឆ្នាំទៅម្ដងយូរឡើងទៅម្ដងដុសព្រៃដុសស្មៅទ្រុបមានឯណាទេវតាដែលធ្លាប់ទៅថែអាសាលែងថែអាសាគាត់រស់ស៊ីក្រវិញដល់អញ្ចឹងទៅចាស់គាត់ថាណោអញថាឃើញដែរមកពីដីហ្នឹងកប់ដីមានឥឡូវទៅដាក់កន្លែងនោះឃើញឥឡូវឃើញវាក្រដែរឃើញដែរតាមការពិតទៅមិនមែនមកពីដីទេមកពីធរកតញ្ញូកប់កន្លែងណាដែរបើមានធរកតញ្ញូនៅតែមានអញ្ចឹងកន្លែងអន់ប្រហែលធ្លាប់កបីដីជ្រូកដីគេដែរឲ្យតកូនមានធរកតញ្ញូនៅតែរស់ស៊ីមានអញ្ចឹងណាខ្ញុំណាហើយដល់ពេលយើងផ្អើលអាដីល្អប៉ុន្តែសពថ្ងៃអាត្មាប្រាប់មួយទៅចិននៅស្រុកខ្មែរសំណាងឲ្យទិញដីធ្វើភ្នៅធំបាននៅស្រុកចិនគេប្រកាសឲ្យដុតទាំងអស់គ្នាទៅហើយរដ្ឋាភិបាលចិនប្រកាសឲ្យបូជាដោយភ្លើងទាំងអស់ពីព្រោះបើម្នាក់ភ្នៅមួយ100លានអ្នកភ្នៅ100លានយុពេញប្រទេសសិតតែភ្នៅរីឯនៅអាមេរិកទិញដីបញ្ចុះភ្នៅនឹងបានប៉ុន្តែមានកំណត់ដល់កំណត់ឆ្នាំគេជួបចោលវិញអត់មានឲ្យខុសមកយកបានទេអញ្ចឹងដូច្នេះហើយយើងសំណាងហើយនេះរឿងចាត់នៃការបូជាសពតាមរយៈការបញ្ចុះក្នុងដីឥឡូវមួយទៀតពិធីជាបណកិច្ចដោយបូជាដោយភ្លើងយើងបានកោតបានភាពយកមកទុកដាក់នេះយើងយកលំនាំតាមព្រះនិងតាមលំនាំស្ដេចចក្រញោមព្រោះព្រះអង្គគ្រប់អង្គគឺបូជាដោយភ្លើងហើយស្ដេចចក្រក៏បូជាដោយភ្លើងការបូជាដោយភ្លើងល្អជាងគេណាញោមណាពីព្រោះថាវាជាលំនាំរបស់ស្ដេចចក្រនិងលំនាំរបស់ព្រះអញ្ចឹងយើងធ្វើតាមព្រះល្អប្រពៃហើយបានធាតុយកមកគោរពបូជាមានរឿងនិទានច្រើនពាក់ព័ន្ធទៅនឹងសពនឹងបណ្ណាអាត្មាគ្រាន់តែនិទានឲ្យញោមផ្លែកភ្នែកតែប៉ុណ្ណេះផ្លែកវិជាតែប៉ុណ្ណេះទៅចុះហើយខ្មែរយើងហើយនឹងជនជាតិភាគតិចគេរកឃើញនៅឥណ្ឌូនេស៊ីមានអាជំនឿមួយបើថាយាយនឹងកើតនៅស្រុកណាគេត្រូវយកទៅកប់នៅស្រុកនងទៀតហើយបើរកស្រុកកំណើតមិនឃើញទេអាចារ្យគេមានពិធីធ្វើឲ្យខ្មោចនាំផ្លូវទៅប្រាប់ស្រុកកំណើតទៀតហើយដល់តែមានជនជាតិភាគតិចមួយក្រុមទៀតនោះគេមិនកប់មិនដុតមិនបូជាប៉ុន្តែគេទុកខ្មោចបាន300-400ឆ្នាំញោមទាយសាមកគេទុករបៀបម៉េចគេឆ្អើភ្លើងដោយអាញីញោមអានោះសម្រាប់មេកធៀងធំឥឡូវញោមណាចង់ឲ្យគេឆ្អើអីប្រាប់ចៅឲ្យឆ្អើសាមើលបាន300-400ឆ្នាំដែរថាឆ្អើដោយអាញីអញ្ចឹងណាញោមណាហើយឥឡូវគេរកឃើញនៅស្រុកខ្មែរយើងនៅភ្នំប៉ែលញោមពីងនឹងមឈូគេតម្កល់នឹងយ៉ាភ្នំនៅទល់សប្តាហ៍ថ្ងៃច្រើនណាស់ឥឡូវប៉ុណ្ណេះទៅចោះបនជាបណកិច្ចអ្នកណាដែលមកចូលរួមពេលនោះបានបនច្រើនបានអានិសង្ឃ17កាប់18កាប់និង20កាប់បើគ្រាន់តែពិចារណាថាវាមិនទៀងកើតមកអានិច្ចំវាមិនទៀងអញ្ចឹងស្លាប់ទៅវិញមិនដឹងថ្ងៃណាអញ្ចឹងបានអានិសង្ឃ17កាប់ពិចារណាថាទុកខាងកើតមកវាមានទុកតែគេទាំងយើងទុកដូចតែគ្នាទេវាគ្រាន់តែមុនហើយនឹងក្រោយបានអានិសង្ឃ18កាប់ហើយបើពិចារណាថាវាអនត្តាមិនអាចណាខាត់បានទេភ្នែកកាន់តែចាស់កាន់តែមើលលែងឃើញថ្មិញបាក់សក់ស្កូវជ្រីងជ្រួញថ្ងៃណាមួយស្លាប់ដូចតែគ្នាម្ដងគេម្ដងយើងប៉ុណ្ណេះបានអានិសង្ឃ20កាប់ប៉ុន្តែបើគ្មានពិចារណាអីសោះអញមកទៅឲ្យគេឃើញមុខដែរព្រោះត្រូវជាកូនត្រូវជាចៅដែរតែណាសូត្រធម៌អីសូត្រទៅជជែកគ្នាសោចវ៉ែពេញទៅនឹងទៅអានឹងអត់សូវបានបនប្រមាណទេណាញោមណាហើយអ្នកជួយហែជួយហមអមដំណើរមានយានជំនិះដឹកអីជួយនឹងមនុស្សនឹងសបោញាតទៅណាក៏សបោរត់ស៊ីលក់ដូរទិញចំណេញចំណូលអីគឺថាភ្ញៀវអតិថិជនចូលដល់ស្រាក់នៅប្រទេសអាមេរិកនៅប្រទេសគេគោរពឡានសពនឹងខ្លាំងណាញោមណាហើយបើជនជាតិចិនផងបើបានដឹកសពនឹងគេអណាធ្វើឲ្យមនុស្សនឹងសបោញាតសបោភ្ញៀវទីជាមហាស្នេហ៍មួយតាក់ទិញភ្ញៀវហ្មងដូច្នេះហើយអ្នកបូជាសពបានបនច្រើនដូចជាយុសកលបុត្រកើតមកលើគំនរទ្រព្យសម្បត្តិនឹងក៏ដោយសារអានិសង្ឃបូជាសពគេនឹងចូលរួមហែសពគេពីមុនឥឡូវឈានចូលដល់បនទី3គឺបនតេខិណានុបទានតេខិណានុបទានគឺកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់កម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់នេះវាមាន3ទី1គេធ្វើថ្ងៃស្លាប់គេហៅថាមតកទានឬមតកផតទី2គេធ្វើថ្ងៃ7គេហៅថាបន7ថ្ងៃទី3គេធ្វើ100ថ្ងៃគេហៅថាបន100ថ្ងៃឥឡូវគេធ្វើនៅថ្ងៃទី7ហេតុអីបានជាធ្វើថ្ងៃទី7ញោមហើយក្នុងប្រទេសខ្មែរយើងមានជំនឿ3កន្លងទៅហើយ7ថ្ងៃនោះកាលពីយើងនៅជឿសាសនាដើមដែលអ្នកស្រាវជ្រាវហៅថាសាសនាអូស្ត្រូអាស៊ីតិចឬហៅថាអូស្ត្រូអា
ស៊ីអ្នកខ្លះហៅថាសាសនាជីវចលគេជឿថាជំនឿដូនតារករណតាម្ចាស់ទឹកម្ចាស់ដីជំនឿនោះមុនពុទ្ធសាសនាមុនព្រហ្មញ្ញសាសនាខ្មែរយើងជឿថាអ្នកស្លាប់ទៅអត់ទាន់ដឹងខ្លួននេះតដល់ថ្ងៃទី7បានដឹងខ្លួននោះហើយគេឃើញនិយាយរកគេស្ដាប់មិនបានដឹងថាអញស្លាប់ហើយបានមកយំលាជាតិលាកំណើតម្លោះហើយក្នុងសម័យដើមនោះគេរៀបចំសំណែនសែនព្រានមួយក្នុងថ្ងៃទី7ហ្នឹងជូនដំណើរខ្មោចគេហៅថាខ្មោចដឹងខ្លួនថ្ងៃទី7ហើយជាប់អាផ្នត់កំណត់នឹងមកបានជាអ្នកខ្លះកូនដើរចោលម៉ែចោលឪអត់ជួយធ្វើការអីសោះហើយដល់ទៅពេលថ្ងៃណាមួយភ្ញាក់ឥឡូវមកជួយធ្វើបុណ្យមកជួយធ្វើការងារម៉ែឪគេថាអានេះទៅភ្ញាក់ដឹងខ្លួនមើលតែខ្មោច7ថ្ងៃតែអានេះវានៅជាប់អាផ្នត់កំណត់ហ្នឹងមួយទៅបន្ទាប់មកទៀតសាសនាព្រហ្មញ្ញផ្សាយចូលមកយើងជឿព្រហ្មញ្ញសាសនាយើងគោរពតាមគម្ពីរសាមវេទយុជ្ជវេទអដ្ឋរបវេទនិងគម្ពីរឧបសាសជឿទៅលើព្រះវិស្ណុព្រះនរាយណ៍ព្រះឥសូរព្រះសិវៈនិងព្រះព្រហ្មហើយមានពិធីតបយោគៈសិវៈរាត្រីមានលទ្ធិពលឹងហៅពលឹងគេថាមនុស្សយើងម្នាក់មានពលឹង9ដណ្ដប់ពលឹងយោអានឹងមិនសំដែងឲ្យជឿទេប៉ុន្តែឲ្យញោមស្ដាប់ឲ្យផ្លែកតិចណាញោមណាពលឹងទាំង9ដណ្ដប់នឹងឯងគឺថាដីទឹកភ្លើងខ្យល់ពលឹង4បើខ្វះធាតុខ្យល់ស្លាប់ខ្វះធាតុភ្លើងស្លាប់ខ្វះធាតុដីធាតុទឹកក៏ស្លាប់អញ្ចឹងអានឹងធាតុទាំង4ហ្នឹងខ្វះមួយអត់បានទេអានឹងពលឹង4រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណយើងហៅថាខណ្ឌ5ពលឹង5ទៀតបូកទៅ9ហើយគ្រប់ទ្វារផ្នែកតិចច្រមុះមុខមាត់ទាំងអស់មាន10ទ្វារមានពលឹង10ទៀតសរុបទៅពលឹង9ដណ្ដប់ពលឹង9ដណ្ដប់នេះក្នុងមនុស្សម្នាក់មានអ្នករសាពលឹង4នាក់ពេជ្រប្រានពេជ្រប្រាជ្ញពេជ្រខុនពេជ្រធានម្នាក់រសាពីព្រឹកទល់ថ្ងៃត្រង់ម្នាក់ពីថ្ងៃត្រង់ទល់ល្ងាចម្នាក់ពីល្ងាចទល់កណ្ដាលរាត្រីម្នាក់ពីកណ្ដាលរាត្រីទល់ព្រឹករសាពលឹងនឹងចាំឲ្យតំណែងមកម្ចាស់ខ្លួនតាមរយៈញាក់ភ្នែកញាក់ច្រមុះញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងនិងប្រភ្នូលផ្សេងនឹងយល់សពអ្នកខ្លះថាអញាក់ភ្នែកនឹងមិនក៏មិនដឹងមុនខ្ញុំមកប៉ុនគេញាក់ភ្នែកព្រឺតអូមិនកើតទេបញ្ញាទៅផ្ទះឲ្យខ្លាចមានរឿងទៅដល់ឆ្លោះជាមួយតាហ្មងអញញាក់ភ្នែកឆ្វេងនឹងមានរឿងមែនថ្ងៃក្រោយមកប៉ុនទៀតញាក់ភ្នែកឆ្វេងព្រឺតអញមិនតាន់ទៅទេខ្លាចឆ្លោះជាមួយតាទៀតឲ្យនៅចប់ប៉ុនយកទៅបន្តិចស្រាប់តែយកស្បែកជើងបាត់ទៅហើយទិញម្សិលមិញ$20ជិះម៉ូតូដល់កណ្ដាលផ្លូវបែកកង់ទៀតជាងដីអស់អាលីងងាប់ត្មងអញមានរឿងទៀតហើយគាត់ចំណាំឯអញាក់ភ្នែកឆ្វេងនឹងដឹងតែមានរឿងមកគាត់សួរថាចុះអាភ្នែកនេះមិនយកបានដឹងមុនអ្នករសាពលឹងប្រាប់អ្នកខ្លះថាខ្ញុំញាក់មាត់បានចំណៃឆ្ងាញ់បើញាក់មាត់ក្រោមដឹងឲ្យឆ្លោះគ្នាហ្មងបកាយគ្នាហើយបើញាក់ជើងគេបបួលដើរលេងបើញាក់ក្បាលមានភ្ញៀវខ្លះទៀតមានប្រភ្នូលចេះប្រភ្នូលចោះយល់សពចេះចុះគេថានឹងឲ្យអ្នករសាពលឹងប្រាប់មនុស្សយើងម្នាក់ឈ្មោះអាចដូចគ្នាមុខអាចដូចគ្នាគេស្កេនឆ្លងប្រទេសអ្វីដែលខុសគ្នាគឺកាយដៃអត់ដូចគ្នាទេក្នុងព្រាហ្មណ៍គេថាអាហ្នឹងប្រវត្តិរូបមនុស្សម្នាក់គេទៅសេលើដៃហ្នឹងអាយុប៉ុណ្ណេះមានប្រពន្ធអាយុប៉ុណ្ណេះប្រពន្ធមួយអាយុប៉ុណ្ណេះប្រពន្ធពីរអាយុប៉ុណ្ណេះមានកូនអាយុប៉ុណ្ណេះបានការងារធ្វើអាយុប៉ុណ្ណេះឈឺធ្ងន់អាយុប៉ុណ្ណេះស្លាប់ទៅវិញពួកព្រាហ្មណ៍គេចេះមើលអាហ្នឹងយល់សិតតែអសរប្រវត្តិរូបយើងទៅក៏វិញក្បាំហ្នឹងបើយើងអត់ចេះមើលទេឃើញតែវិញក្បាំនឹងថាម៉េចទេដល់ទៅពេលគេថាមុននឹងស្លាប់ពលឹងតូចខ្លះចេញទៅហើយថ្ងៃស្លាប់ពលឹងធំចេញពីដើមពេលមនុស្សឈឺគេហៅពលឹងសិនហើយពលឹងបើពលឹងចូលគ្រប់គេថាមនុស្សនឹងជាវិញបើពលឹងចូលមិនគ្រប់គេឲ្យធ្វើបន់តម្រាឲ្យពលឹងនៅមានតែខ្ញុំអាត្មាឃើញគេហៅដែរមកវើយមកថែអាសាកូនអាសាចៅស្រុកយើងវិញមនុស្សយើងគេថាពលឹងច្រើនអញ្ចឹងបានភ័យអីយកចិត្តរបូតពលឹងហ្នឹងដើរទៅគឺថាខ្លាចអីមួយទៅឈឺឡើងជ្រុះសក់គេហៅជំងឺលួសពលឹងអានឹងលួសពលឹងភ័យឈឺឡើងជ្រុះសក់គេថាពលឹងខ្លះចេញដើម្បីព្យាបាលគេតោះហៅពលឹងមកចូលឲ្យគ្រប់វិញព្រោះពលឹងវារបូតទៅខ្លះឲ្យពលឹង9ដណ្ដប់ណោះហើយដល់តែអញ្ចឹងទៅអ្នកបួសពីដើមក៏គេសែនពលឹងសែនអីដែរហើយដល់មួយទៀតញោមហើយរឿងហៅពលឹងហ្នឹងអ្នកខ្លះគាត់ថាដើរមកម្នាក់ឯងយកទៅលើកដោបោប្រោគាត់រត់ព្រឹកមកប្រាប់ពីថាខ្ញុំមិនពលឹងចង់សក់មិនបានពលឹងចង់សក់ថាពលឹងហ្នឹងវាចេញដល់ចង់សក់ហើយនៅទៅទៀតរបូតទៅផងហើយមិនឥឡូវវាត្រង់មកវិញជាប់ដល់ថ្ងៃស្លាប់អាពលឹងធំវាចេញគេថាអត់តន់អស់ទេនៅពលឹងរាយរងពលឹងរាយរងហ្នឹងចេញថ្ងៃទី7ថ្ងៃទី7បានពលឹងរាយរងហ្នឹងទៅបានគេរៀបចំសំណែនសែនព្រានមួយឲ្យចំថ្ងៃទី7ហ្នឹងដើម្បីឲ្យពលឹងហ្នឹងយកទៅឲ្យជុំគ្នាកើតកំណើតថ្មីអានេះបណ្ដេះទៅចុះសាសនាព្រាហ្មណ៍គេធ្វើអញ្ចឹងខ្មែរយើងធ្លាប់មានជំនឿហ្នឹងភាសាហើយដល់ពុទ្ធសាសនាផ្សាយចូលមកលែងនិយាយពីលទ្ធិពលឹងនិយាយពីចុតិបដិសន្ធិកើតហើយត្រូវស្លាប់ហើយត្រូវកើតលើកលែងតែព្រះអរហន្តលោកអស់អវិជ្ជាតណ្ហាឧបាទានកម្មលោកលែងកើតហើយឯពុទ្ធជនយើងត្រូវកើតស្លាប់របស់ព្រះអរហន្តគេហៅថាសមុច្ឆេតមរណៈស្លាប់របស់យើងពុទ្ធជនរាល់ថ្ងៃនេះទី1ខណៈមរណៈគឺស្លាប់ដៃស្លាប់ជើងជ្រុះសក់បាក់ថ្មិញស្លាប់មួយខណៈបកែចាំអីឥឡូវបកែភ្លេចម្ដងស្លាប់ចុងក្រោយនេះគេហៅថាសមតិមរណៈស្លាប់ដោយសន្មតមានន័យថាស្លាប់ទៅនៅកើតទៀតណាញោមរូបរាងកាយចាស់នេះប្រើលែងបានដូរយករូបថ្មីមួយទៀតទេនៅកើតទៀតហេតុអីបានជាពុទ្ធជនយើងនៅកើតទៀតព្រោះយើងនៅជាពាក់អវិជ្ជាតណ្ហាឧបាទានកម្មអ្នកខ្លះ
ខ្ចីលុយគេអត់ទាន់សងទេនឹងត្រូវកើតមកសងលុយគេអ្នកខ្លះលួចលុយគេរត់អត់ព្រមសងទេនឹងត្រូវកើតមកធ្វើខ្ញុំពង្រើគេសងមកអស់លុយនឹងដែរអ្នកខ្លះប្រាថ្នាចង់ឲ្យបានកើតជាអុកញ៉ាជាអ្នកធំឲ្យស្អាតឲ្យល្អនឹងត្រូវកើតមកស្អាតត្រូវកើតមកមានតំណែងធំយើងនៅជាប់ជាពាក់អញ្ចឹងខ្ញុំមើលគេដែរអ្នកខ្លះវាយគេរត់ទៅនឹងត្រូវកើតមកឲ្យគេវាយវិញដែរអញ្ចឹងបានថានៅកើតចុះអ្នកដែលមានអារម្មណ៍ជាប់ជាពាក់អ្នកខ្លះស្លាប់ទៅហើយអាឡោះអាឡៃផ្ទះអាឡោះអាឡៃសំបែងអាឡោះអាឡៃកូនចៅដីធ្លីមនុស្សនេះស្លាប់ទៅអត់ទាន់ទៅណាទេស្លាប់ទៅនៅកើតបដោះអាសន្នក្បែរហ្នឹងគេហៅថាកំណើតសម្ភវេសីសកំណើតអាយុគាត់ច្រើនតែ7ថ្ងៃទេក៏តទៅទៀតអត្តនឹងហើយដែលកូនខ្លះថាអូយព្រលឹងម៉ែព្រលឹងឪមកឲ្យកូនឃើញមកបញ្យល់សពប្រាប់ថាម៉ែនេះឃើញគេធ្វើប៉ុនចេះគេធ្វើប៉ុនចុះយើងហៅថាព្រលឹងម៉ែព្រលឹងឪមិនមែនព្រលឹងទេគឺកំណើតបដោះអាសន្នគាត់កើត7ថ្ងៃណាញោមណាកើតនៅក្បែរហ្នឹងដូចតែសាក់ពិខុស្រឡាញ់ជីពោថ្មីមិនហ៊ានប្រើចិត្តតែទុកស្រាប់តែឈឺធ្ងន់ស្លាប់ទៅកាត់ជាចៃខ្មោចនៅនឹងជីពោហើយពិខុសង្ឃយកជីពោចៃគ្នាចៃនឹងស្រែកថាចោទៅដើមជីពោខ្ញុំមកចោហើយពិខុសង្ឃមានស្ដាប់អីឬសំឡេងចៃមិនដឹងប្រមាណមេហ្គាហឺតផងម្ល៉េះហើយបានប្រពុតទ្រង់ញៀនដឹងខាត់ពិខុសង្ឃក៏មកចៃគ្នាឲ្យទុកសិនហើយព្រះអង្គដាក់បញ្ញត្តិថារបស់ព្រះសង្ឃចង់ឲ្យទៅណាឲ្យនៅរស់ឲ្យទៅលោកសគុតទៅខ្លាចជារបស់វត្តគៈរូបភ័ណ្ឌទុកសម្រាប់វត្តលក្ខហូបភ័ណ្ឌត្រូវចែកគ្នាប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យហួស7ថ្ងៃសិនបានជាលោកសក្តិស្លាប់ទៅគេបិទទ្វារគាត់សក្តិ7ថ្ងៃចោលសិនមកពីហេតុអីបានព្រះអង្គយល់ដឹងថាសត្វលោកដែលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់កើតជាសម្ភវេសីសកំណើតបដោះអាសន្ន7ថ្ងៃចឹងម៉ែយើងឪយើងក៏ដោយស្លាប់ទៅបើអឡោះអាឡៃជាមួយកូនជាមួយចៅនឹងមានន័យថាគាត់អត់ទាន់ទៅទេណាញោមគាត់កើតបដោះអាសន្ននៅក្បែរយើងនឹង7ថ្ងៃដល់ថ្ងៃទី7បានគាត់ចេញដំណើរទៅបានជាយើងធ្វើបុណ្យឲ្យទាន់ណាថ្ងៃទី7ហ្នឹងហៅថាបុណ្យ7ថ្ងៃរឿងរ៉ាវពីជំនាន់ព្រះយាយតា2នាក់ហ្នឹងមានកូន4ដល់10នាក់ហើយរៀបចំកូនខ្លះនៅសល់ខ្លះដល់ពេលគាត់រៀបស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់នឹងកូនទៅវល់អានេះចែកគេអានោះមិនទាន់ចែកគេដល់គាត់ស្លាប់ទៅកើតជាប្រែតបដោះអាសន្នអស់7ថ្ងៃនៅក្នុងភូមិនៅបែបផ្ទះហ្នឹងអត់ចំណីអាហារកូនមិនបានធ្វើបុណ្យដូចញោមអញ្ចឹងអីអត់ចំណីអាហារប៉ុន្តែកូននាំគ្នាយំឲ្យល្ងៀមពេញផ្ទះស្ដាយម៉ែស្ដាយឪដល់តែកូនបងគេនឹងលួងប្អូនតោះយើងលែងយំលែងអីនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យទៅវាចំថ្ងៃទី6ថ្ងៃទី7ហ្នឹងធ្វើបុណ្យព្រឹកក្រែងហើយទៅអត់ទិសទៅឲ្យម៉ែឲ្យឪហើយមិនដឹងថាបានមិនបាននេះទៅថ្វាយអង្គមសួរព្រះនាំបងប្អូនទាំងអស់នេះទៅរកព្រះហ្មងទៅថ្វាយអង្គមសួរថាព្រះអង្គហើយឪពុកម្ដាយខ្ញុំព្រះអង្គស្លាប់ទៅកើតឯណាទៅព្រះអង្គហើយបុណ្យខ្ញុំធ្វើទៅគាត់ទទួលបានអីអត់បានពុទ្ធបំភ្លឺប្រាប់ថាអ្នកទាំងអស់គ្នាឪពុកម្ដាយអ្នកទាំងអស់គ្នាណាពេលស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនចៅជាមួយទ្រព្យសម្បត្តិនៅវល់អត់ទៅណាគាត់ស្លាប់ទៅកើតជាប្រែតអស់7ថ្ងៃកំពុងតែអត់ចំណីអាហារឃ្លានណាស់ស្រាប់តែកូនធ្វើបុណ្យថ្ងៃទី6ទី7ហ្នឹងឥឡូវឪពុកម្ដាយបានទទួលផលបុណ្យហ្នឹងហើយសោយសម្បត្តិទឹកជាទេវបុត្រទេវធីតានៅលើនោះហើយបើកូនមិនជឿទេចាំមើលព្រះអង្គយកសាវកទាំងអស់ជាសាក្សីពេលនោះឯងប្រើមហាមោគលានឲ្យទៅផ្លែតមោគលានទៅដល់ឈប់មុខវិមានទេវតានោះទេវតាចេញមកសួរថាដេគុណម្ចាស់និមន្តពីណាមកពីស្រុកមនុស្សដេគុណម្ចាស់ទៅប្រាប់កូនខ្ញុំកណាផងកាលពីខ្ញុំកណាស្លាប់មកកើតជាប្រែតអស់7ថ្ងៃដេគុណឲ្យហេវហត់អស់កម្លាំងឃ្លានណាស់ហើយស្រាប់តែដល់ថ្ងៃទី6ទី7កូនគេធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំស្រាប់តែខ្ញុំទទួលផលបុណ្យពីកូនបានសម្បត្តិទឹកមកកើតក្នុងឋានសួគ៌នេះបានរបស់របរមិនខ្វះសោយសម្បត្តិទឹកនេះដោយសារផលបុណ្យដែលកូនបានធ្វើឲ្យមកអញ្ចឹងហើយឲ្យត្រឡប់ទៅវិញទៅប្រាប់ដល់កូនផងញោមណាមកកលៀនលើតំណែងនឹងហើយចុះមកវិញក៏មកប្រាប់ដល់កូនថាអ្នកទាំងអស់គ្នាអើយម្ដាយឪពុកអ្នកទាំងអស់គ្នាពេលស្លាប់ទៅនោះទៅកើតជាប្រែតអស់7ថ្ងៃប៉ុន្តែឥឡូវនេះគាត់រួចពីកំណើតប្រែតហើយបានទៅកើតក្នុងឋានសួគ៌ដោយសារបុណ្យកូនធ្វើកាលពីថ្ងៃទី7នោះហើយគាត់ផ្ដាំមកថាឲ្យកូននឹងខំស្រឡាញ់គ្នាខំធ្វើបុណ្យតែថាម្ដាយឪពុកជាទីស្រឡាញ់របស់កូនក៏កិច្ចមិនផុតពីសេចក្តីស្លាប់ដែររីឯកូនទាំងអស់ក៏មិនអាចកិច្ចផុតដែរបើអញ្ចឹងអត់ពីម៉ែពីឪទៅសូមកូនស្រឡាញ់គ្នាសូមកូនជួយខំធ្វើបុណ្យសន្តានទៅថ្ងៃណាមួយកូននឹងបានដឹងរឿងនេះពិតប្រាកដនឹងបានកើតក្នុងឋានសួគ៌ដែរបានកូននឹងនាំគ្នាធ្វើបុណ្យត្រេកអរណាស់នៅស្ដាប់កូននឹងគេនៅអង្គុយចាំស្ដាប់នឹងមុខព្រះនឹងដល់មុខកលៀនចុះមកនាំតំណងមកប្រាប់ពីអណាស់ញោមហើយឮថាបុណ្យនឹងបានដល់ម៉ែឪគេធ្វើថ្ងៃទី7ហ្នឹងបានដល់ម៉ែឪគេក៏នាំគ្នាត្រេកអរហើយធ្វើបុណ្យនឹងតគ្នានឹងតាមរឿងនឹងរហូតសពថ្ងៃមកទល់ថ្ងៃហ្នឹងអញ្ចឹងទៅឲ្យតែម៉ែឪស្លាប់នាំគ្នាធ្វើបុណ្យ7ថ្ងៃតាមរយៈរឿងនឹងរហូតមកអញ្ចឹងទៅតាមពិតមិនមែនប្រពុតនឹងដាក់បុណ្យបញ្ញត្តិបញ្ជាមកទេមិនព្រះអង្គថាទេអ្នកទាំងអស់គ្នាត្រូវទៅធ្វើ7ថ្ងៃអត់ទេមកពីយើងសិក្សាឃើញរឿងហ្នឹងទៅក៏យើងធ្វើឲ្យតាន់ថ្ងៃទី7ហ្នឹងក៏ជាប់ប្រវត្តិហៅថាបុណ្យ7ថ្ងៃទល់សពថ្ងៃទៅណាញោមណាហើយលើពីហ្នឹងទៀត100ថ្ងៃចាំពេលក្រោយចាំនិយាយឥឡូវតែប៉ុណ្ណេះទៅចោះអញ្ចឹងហើយសូមឲ្យលោកយាយឧបាសិកាឆៃកំលីទៅនៅទីកន្លែងណាសូមឲ្យទទួលកុសលផលបុណ្យពីកូនចៅបានធ្វើទៅនេះសោយសម្បត្តិទឹកតាមប្រាថ្នាចុះដោយក្នុងធម៌ថាបើគាត់បានកន្លែងខ្ពង់ខ្ពស់ហើយរត់ទៅខ្ពង់ខ្ពស់ថែមទៅទៀតតែបើគាត់មិនទាន់បានទីខ្ពង់ខ្ពស់ទេនឹងរួចពីកំណើតអត់នោះទៅកើតក្នុងទីខ្ពង់ខ្ពស់ក្នុងថ្ងៃទី7នេះហើយមួយអន្លើដោយញាតិកាសាលហិតដែលបាក់បែកចែកឋានទៅជីដូនជីតាមកកងចិត្តចែសោហៀទាអ៊ីពេក
ទៅកងសោកអានកំសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ទម្រួតតាទូពីទូតាលាយលាជាមិត្តរបស់ម្ចាស់បុណ្យជាញាតិរបស់ម្ចាស់បុណ្យក្រៃជាញាតិរបស់ភ្ញៀវកិត្តិយសក្រៃក៏សូមឲ្យទទួលកុសលផលបុណ្យសោយសម្បត្តិទៅតាមសេចក្តីប្រាថ្នាទាំងអស់គ្នាណាញោមណាសូមទេវតាអនុមោទនាបុណ្យផងនាំតំណែងទៅប្រាប់ដល់ញាតិទាំងនោះផងសូមទេវតាថែអាសាកូនរស់រានមានជីវិតនៅហ្នឹងទាំង9គ្រួសារនោះឲ្យសុខសប្បាយរហូតដល់ទៅឯញោមញាតិតែមកចូលរួមទាំងយាយទាំងតាទាំងអាចារ្យដូនជីនារីបរោះហើយតស៊ូណាស់ញោមមកស្មានហើយនៅតែមិនទាន់ទៅផ្ទះឥឡូវដល់មកទៅហើយចឹងហើយសូមឲ្យញោមទាំងអស់គ្នានឹងអាយុវែងសុខភាពល្អកុំឲ្យមានជំងឺឲ្យកូនចៅរកទទួលទានមានបានការរៀបគុំទៅចាក់ទៅជុំញោមញាតិមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាក្នុងចិត្តនឹងសូមឲ្យបានសម្រេចជាពិសេសអាត្មាជូនពរពិសេសជាងគេហ្នឹងគឺសុខភាពល្អកុំឲ្យឈឺណាកុំឲ្យមានគេចំណែននឹងទាឈ្លានេះគំនុំគុំគុណជាបាត់បៀតបៀនចាក់ចុចអុចអារណ្ដាដុតពលរុលពុតចាក់បាត់ចាត់ប្រកុតប្រកាន់មូលប្រកាច់មើលងាយចំអកលោកលើយឺដងរៀង5ទិនក៏ចាំចាស់ឡើយបុណ្យនេះបានទាំងយាយទាំងតាអាចារ្យដូនជានារីបរោះទាំងភ្ញៀវកិត្តិយសទាំងអ្នកចុងភៅអ្នកដឹកអ្នកជូនអ្នកសន្តិសុខសម្រាប់ភ្នក់អ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នករៀបរាប់អ្នកខ្វល់ខ្វាយចូលចាក់អ្នកថតទៅផ្ទះបាត់ហើយពីនេះនេះសូមឲ្យបានបុណ្យកុសលនេះថែអាសាការពារជីវិតរបស់ញោមញាតិរស់នៅឲ្យបានយូរសុខសប្បាយដោយសេចក្តីប្រាថ្នាញោមញាតិមានបំណងប៉ុនប៉ងយ៉ាងណាធ្វើមកអេតអុចប្រាថ្នាយ៉ាងណាដែលអាត្មាស្ដាប់មិនឮទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួននោះបានសម្រេចដោយគោលបំណងការសម្ដែងសន្មតថាចប់តែប៉ុណ្្នឹងឯងអីវ៉ាន់រឿងហ្នឹងថាអ្នកដែលស្លាប់ទៅកើតឋានសួគ៌ហ្នឹងក៏នៅបារម្ភពីកូនដែរខ្លាចកូនដើរផ្លូវខុសគាត់នឹងនិយាយពីម៉ែឪខ្លះកើតកន្លែងថោកទាបវិញក៏គាត់នឹកពីកូនដែរខ្លាចកូនមិនធ្វើបុណ្យឲ្យគាត់មានសេដ្ឋីម្នាក់ញោមឲ្យនៅរាជក្រឹសគាត់នឹងអត់ដែលធ្វើសិលអត់ដែលធ្វើទានស្រាប់តែស្លាប់ទៅកើតជាប្រែតអត់ចំណីអាហារហើយប្រែតហ្នឹងនៅលើផែនដីជាមួយយើងដែរដល់ល្អទៅគាត់ថាវាមានតែបុណ្យកូនទេបើកូនធ្វើបុណ្យឲ្យគាត់បានចំណីអាហារហើយគាត់នឹងផុតពីកំណើតហ្នឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាហើយបើអញ្ចឹងទៅរកកូនសិនដល់ដើររកកូនរកអត់ខ្ចីឃើញសោះមកពីអីមកពីកូននឹងឯងលក់ផ្ទះបាត់ប្រហែលជាដីវាត្រូវប៉ាន់ញោមគេលក់ទៅគេទៅទិញបុរីនៅឯណាហ្នឹងហើយខ្មែរយើងបើលក់ដីទៅទិញផ្ទះថ្មីគេសូត្រមុនប្រកាសដូនតាឲ្យដឹងញោមណាតែមិនប្រកាសដូនតាប្រយ័ត្នដូនតាច្រឡំទៅរកអាផ្ទះចាស់ហ្នឹងឆ្កែគេដេញខំហើយអញ្ចឹងគាត់នឹងអត់បានប្រកាសដូនតាសូត្រមុនអីអញ្ចឹងដូនតាទៅរកម៉ែឪទៅរកតាផ្ទះចាស់ហ្នឹងទៅរកវាមិនឃើញសោះចិត្តដើររកកូនទៅជួនកាលបង្ហាញខ្លួនឲ្យគេឃើញគេខ្លាចពេញតភូមិក៏មានដែរស្រាប់តែដើរដល់នគររាជក្រឹសចូលក្នុងវាំងហ្មងទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចឃើញហើយស្ដេចមិនងាយរត់ដូចយើងអីយើងញោមឲ្យប្រែតទៅបង្ហាញខ្លួនទាំងញោមទាំងអាត្មាមិនស្រួលដាក់ម៉ាស៊ីនកែងរត់ទៅមិនបាននិយាយជាមួយទេហើយដល់តែស្ដេចឃើញសួរហ្មងណែជាស្អីណែជាអ្នកបួសហើយណែទៅណាបានប្រែតទៅថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីប្រែតនឹងពីមុនមកមនុស្សដូចតែគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿបនមិនជឿទៀនខ្ញុំស្លាប់ពីមនុស្សមកកើតប្រែតជាកំណើតនៅលើផែនដីហ្នឹងប៉ុន្តែអត់មានចំណីអាហារបរិភោគទេហើយដើររកចំណីអាហារហើយបើមានគេធ្វើបនឲ្យបានផុតពីប្រែតហ្នឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាវិញហើយចុះលោកដើរទៅឯណាខ្ញុំដើររកកូនព្រោះខ្ញុំជាតិមុនជាសេដ្ឋីជាចូលសេដ្ឋីទ្រព្យសម្បត្តិខ្ញុំមានច្រើនដែរប៉ុន្តែទ្រព្យហ្នឹងឥឡូវនៅលើដៃកូនទាំងអស់ហើយបើខ្ញុំមិនទៅរកកូនទេខ្ញុំមិននឹងទៅរកអ្នកណាបើកូនបានធ្វើបន់ឲ្យបានខ្ញុំបានចំណីអាហារបរិភោគឬខ្ញុំរួចពីកំណើតនេះទៅកើតជាមនុស្សវិញទៅកើតជាទេវតាវិញចុះរកកូននឹងឃើញហ្នឹងអត់ឃើញទេគេលែងនៅស្រុកហ្នឹងហើយគេលក់ផ្ទះបាត់ឮតំណែងអ្នកស្រុកគេនិយាយគ្នាថាកូននឹងទៅកើតនៅស្រុកនៅស្រុកអន្តកវិន្ទនគរហើយបើចឹងលោកគិតតែមិនខ្ញុំទៅរកឯនោះទៀតក្រែងលោកកូនខ្ញុំនៅឯនោះឃើញធ្វើបន់ឲ្យលោកទៅរកក៏ទៅចុះឃើញកូនក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់ខ្ញុំព្រោះខ្ញុំវាមិនដែលដឹងរឿងប្រែតខ្ញុំមានចម្ងល់ចង់សួរកុំភ្លេចត្រូវតែមកប្រាប់ខ្ញុំវិញឃើញដែរមិនឃើញក៏ដោយក៏បានលាផ្ដាំតែប៉ុណ្ណេះលាហើយក៏បាត់សមោលទៅវិញទៅមកបង្ហាញមកផ្លែតចឹងណាញោមប្រែតនោះធ្វើដំណើរដើរគ្រប់ភូមិញោមលិចវាលចូលព្រៃលិចព្រៃចូលវាលដើររកមិនឃើញកូនសោះបែកកំណត់ដើររកតាមវត្តកែងកូនអញធ្វើបន់ឲ្យទៅឯនេះមិនឃើញមិនឃើញដើររកតាមលោកឆាន់ឲ្យតែឃើញលោកសង្ឃឆាន់ឯណាទៅគេលោកកូនអញធ្វើបន់ឲ្យរកមិនឃើញទៀតបែកកំណត់ដើររកតាមរោងបន់ម្ដងឲ្យតែមានរោងបន់ដើររកដើរក៏ទៅរាប់ខែណាញោមស្រាប់តែដើរមកដល់ផ្ទះកូនផ្ទះថ្មីហើយផ្ទះថ្មីឲ្យសាឡាងមនុស្សមកធ្វើបន់ភ្ញៀវគេឡើងរាប់ពាន់នាក់អូយឪពុកម្ដាយត្រេកអរណាស់ដើររកកូនរាប់ខែឥឡូវឃើញកូនហើយឃើញផ្ទះថ្មីកូនហើយវាអស់ចាទៅទៀតចំថ្ងៃកូនធ្វើបន់និយាយពីភ្ញៀវគេមកឡើងរាប់រយរាប់ពាន់នាក់ត្រេកអរណាស់ដូចរកអស់ប្រទេសជាហ្គាសចឹងណាញោមរកអស់ប្រទេសជឿងាប់ល្អណាស់អូយដល់ពេលចប់បន់ហើយញោមហើយស្រាប់តែប្រែតម៉ែឪហ្នឹងអង្គុយយំដដែលហើយអាម៉េចបានយំបើរកកូនឃើញតែត្រេកអរអាម៉េចបានប្រែតអង្គុយយំដដែលកូនគេដូរសាសនាបាត់ហើយកូនគេចូលលទ្ធិដតីហើយគេជឿតាមគ្រូដឹកនាំហើយ
គេមិនបានធ្វើតេខេណាននុបទានចូលទៅចូលវេប្រគេនដូចយើងទេគេជប់លៀងតែឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់ទេគេខ្វល់ខ្វាយតែទទួលភ្ញៀវជប់លៀងតែគ្នាគេទេដូច្នេះបុណ្យនោះរាប់រយតុកមែនប៉ុន្តែខ្មោចម៉ែឪគ្មានបានមួយម៉ាត់ទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់បានឆ្ងាញ់ទេដូច្នេះឪពុកម្ដាយដែលដើររកកូនតម្រាំតែឃើញហ្នឹងណាដល់ពេលរកឃើញហើយនៅតែអត់បានចំណីអាហារមួយម៉ាត់ត្រឡប់ទៅវិញទាំងពោះទៅទេកូនគេចូលសាសនាដតីបាត់ហើយជឿគ្រូដតីបាត់ហើយទៅវិញពោះទៅទេដើរបដើយំបដើរៀបរាប់អញឲ្យអញកាលនៅជាមនុស្សរកទ្រព្យសម្បត្តិដើម្បីកូនបនមនានធ្វើសិលមនានធ្វើគេបបួលធ្វើបនធ្វើទៀនខ្លាចអស់លុយអស់កាក់ទៅសិលក៏មិនហ៊ានទៅឥឡូវរកស៊ីចិញ្ចឹមកូនឲ្យកូនធំធាត់មានមុខមានមាត់ឥឡូវកូនគេធំធាត់មានមុខមានមាត់បានទ្រព្យសម្បត្តិអញស្លាប់ទៅនៅកូនទាំងអស់ដល់អញមករកកូនវិញតែមួយម៉ាត់គេមិនឲ្យអញផងទៅវិញពោះទៅទេឲ្យអញឲ្យតើខែឆ្នាំណានឹងចេញរួចពីកំណើតប្រែតនេះដើរយំពោះទៅទេត្រឡប់ទៅវិញញោមមើលកណ្ដែអភ័ព្វណាស់កូននឹកទៅដល់អាជាទៅត្រូវដែលផ្ដាំអាជាត្រូវផ្ដាំថាបើរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែត្រឡប់មកវិញមកប្រាប់នោះក៏បាននាំដំណឹងទៅប្រាប់អាជាត្រូវទៅដល់បង្ហាញខ្លួនឲ្យឃើញមួយសារទៀតអាជាទៅត្រូវនឹងឯងគ្រាន់តែឃើញឡើងសួរថាម៉េចទៅរកកូនឃើញទេថារកឃើញហើយប៉ុន្តែគ្មានបានចំណីអាហារបរិភោគទេកូនគេមិនបានធ្វើបន់ឲ្យទេគេធ្វើបន់ដែរប៉ុន្តែគេមិនបានចូលឧទ្ទិសចូលវេប្រគេនតាមបែបពុទ្ធសាសនាទេគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់តែប៉ុណ្ណោះម្ល៉េះហើយមកវិញទាំងពោះទៅទេបានអាជាត្រូវនឹកសង្វេគណាឪពុកម្ដាយគ្រប់រូបហើយខិតខំរកទ្រព្យសម្បត្តិដើម្បីកូនអត់ហ៊ានទៅសិលអត់ហ៊ានទៅបន់ខ្លាចខាតពេលវេលារកទ្រព្យដើម្បីកូនបើចំកូនល្អចេះធ្វើបន់ឲ្យទៅគាត់ក៏បានសុខសប្បាយមកកើតជាមនុស្សទេវតាបើកាលណាចំកូនគេមិនគិតមិនគូរទៅមើលដូចអញ្ចឹងកូនសប្បាយឆ្ងាញ់មាត់តែគ្នាគេឯខ្មោចឪពុកម្ដាយអត់បានសប្បាយអីទេដូច្នោះហើយបានជាអាជាត្រូវនឹងដាច់ចិត្តនាំគ្នាប្រកាសធ្វើបន់ជូនដល់អ្នកស្លាប់យើងហៅថាធ្វើបុណ្យឲ្យប្រែតអនាថាអាជាត្រូវបង្កើតកម្មវិធីបុណ្យមួយទៅហ្មងញោមហៅអញ្ជើញប្រែតទាំងអស់ម៉ែឪទាំងអស់ដែលគ្មានកូនណាធ្វើបុណ្យឲ្យសូមឲ្យមកទទួលបុណ្យនៅកន្លែងនេះមកទទួលទាំងអស់បានគាត់ធ្វើឲ្យទៅប្រែតនឹងរួចពីកំណើតប្រែតមកកើតជាមនុស្សទេវតាមកឡើងព្រងព្រាតដោយសារណាដោយសារអ្នកដតីគេជួយទេបើសង្ឃឹមកូនខ្លួនឯងទៅទេទាំងអស់អានឹងមកពីអីនឹងឲ្យបធមមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបុណ្យអស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់ទទួលបានមកពីធ្វើមិនត្រូវណាញោមណាហេតុនឹងឲ្យបានជាយើងនាំគ្នាធ្វើតាមបែបពុទ្ធសាសនាមានប្រសង់មានអាចារ្យមកដឹកនាំធ្វើឲ្យត្រូវទី1ចូលប្រគេនផ្ទាល់ទី2យើងអ្នកឧទ្ទិសផ្ទាល់ទី3មេត្តាបិតាហ្នឹងគាត់អ្នកអនុមោទនីហើយបើគាត់មិនដឹងបានយើងត្រូវប្តឹងផ្ដាំផ្ញើតាមទេវតាដោយពាក្យសោតទេវាគាត់ថ្វាយនិវេទយងទេវតានាំតំណែងទៅប្រាប់ដល់បុព្វការីជនយើងនោះគាត់ដឹងគាត់នឹងអនុមោទនីគាត់នឹងទទួលហើយអញ្ចឹងបើគាត់បានទទួលហើយបុណ្យកុសលនឹងបានដល់យើងទាំងអស់គ្នានេះផងដែរណាញោមដូច្នេះហើយបានជាកម្មវិធីនេះត្រូវមានប្រសង់មានអាចារ្យមានអីមកដឹកនាំឥឡូវកូនចៅក៏បានស្ដាប់ធម៌យល់ជ្រះថ្លាហើយបើដូច្នេះវិសាខាមិនត្រឹមតែប៉ុណ្្នឹងទេវិសាខាដឹកនាំដល់ឪពុកក្មេកដល់ក្រុមគ្រួសារឪពុកក្មេកដឹកនាំដល់មនុស្សទូទៅនិយាយដោយខ្លីដឹកនាំយើងរាល់ថ្ងៃធ្វើបុណ្យហ្នឹងប្រវត្តិពីដើមឡើយមកនាងនៅក្មេងអាយុ6 7ឆ្នាំឯងជីតាផ្ដាំថាចៅស្រីឃើញសាមណៈនោះមកសាមណៈដ៏ធំជាងគេនោះបើសិនជាចៅចូលទៅថ្វាយអង្គមទៅសែបគប់ជាមួយលោកនោះចៅនឹងខ្លាយទៅជាមហាសេដ្ឋីនឹងខ្លាយទៅជាអ្នកល្បីក្នុងពេលអនាគតល្បីខ្លះណាស់ល្បីរាប់ពាន់ឆ្នាំចៅនឹងខ្លាយទៅជាអ្នកអស្ចារ្យគេយកគំរូតាមចៅនឹងខ្លាយទៅជាអ្នកមានដ៏ស្ដុកស្ដំជាអ្នកល្បីវិសាខាឮពាក្យតាអញ្ចឹងចាំតាមតាសាមណៈធំនឹងណាដល់